យោងតាមមាត្រាមួយនៃច្បាប់ស្តីពីការងារម្ចាស់ឬនាយកសហគ្រាសគ្រឹះស្ថានត្រូវរៀបចំស្នើសុំសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសគ្រឹះស្ថានទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅមុនពេលបើកសហគ្រាសគ្រឹះស្ថានជាស្ថាពរការស្នើសុំចុះបញ្ជីការទី1ចំពោះសហគ្រាសគ្រឹះស្ថានដែលទើបនឹងដំណើរការថ្មីត្រូវស្នើសុំចុះបញ្ជីការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសគ្រឹះស្ថានតាមរយៈការចុះបញ្ជីពាណិជ្ជកម្មតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានក្នុងទម្រង់អេឡិចត្រូនិកក្រោយពីទទួលបានបញ្ជីការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសគ្រឹះស្ថានម្ចាស់ឬនាយកសហគ្រាសមានរយៈពេល30ថ្ងៃដើម្បីបន្តចុះឈ្មោះបង្កើតគណនីចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យដើម្បីអនុវត្តកាតព្វកិច្ចផ្សេងស្របតាមច្បាប់ទី2ចំពោះសហគ្រាសគ្រឹះស្ថានដែលកំពុងដំណើរការអាជីវកម្មនិងមិនទាន់បានចុះបញ្ជីការសេចក្តីប្រកាសជូនដំណឹងបើកសហគ្រាសគ្រឹះស្ថានក្នុងប្រព័ន្ធអេឡិចត្រូនិកទេត្រូវចុះឈ្មោះបង្កើតគណនីចូលក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យដើម្បីអនុវត្តនូវកាតព្វកិច្ចផ្សេងស្របតាមច្បាប់ក្នុងរយៈពេល30ថ្ងៃបន្ទាប់ពីប្រកាស125ចុះថ្ងៃទី5ខែឧសភាឆ្នាំ2025ចូលជាធម្មាន